សុភាសិតជំពូកទី30ពាក្យទាំងនេះជាពាក្យរបស់អេហ្គើជាកូនយ៉ាកេគឺជាសេចក្តីទំនាយដែលមនុស្សបានពោលដល់អ៊ីថាលគឺដល់អ៊ីថាលនឹងជូកាលផងថាពុតប្រកាសជាខ្ញុំល្ងងជាងអស់ទាំងមនុស្សក៏ឥតមានយោបល់របស់មនុស្សដែរខ្ញុំមិនបានរៀនឲ្យមានប្រាជ្ញាទេក៏គ្មានតម្រិះរបស់ព្រះដ៏បរិសុទ្ធផងតើអ្នកណាបានឡើងទៅឯស្ថានសួគ៌រួចត្រឡប់ចុះមកវិញតើអ្នកណាបានកើបប្រមូលខ្យល់ក្តាប់នៅដៃអាវតើអ្នកណាបានដកក្របួចអស់ទាំងទឹកនៅក្នុងថ្នាក់អាវរបស់ខ្លួនតើអ្នកណាបានប្រតិស្ថានចុងផែនដីទាំងប៉ុន្មានតើព្រះអង្គនោះមានព្រះនាមជាអ្វីហើយព្រះរាជបុត្រារបស់ទ្រង់តើមានព្រះនាមជាអ្វីបើឯងដឹងចូលប្រាប់មកគ្រប់ទាំងព្រះបន្ទូលនៃព្រះសុទ្ធតែបរិសុទ្ធទ្រង់ជាខែលដល់អស់អ្នកដែលពឹងជ្រកក្នុងទ្រង់គង់ឲ្យបន្ថែមបញ្ចូលក្នុងព្រះបន្ទូលទ្រង់ឡាយក្រែងទ្រង់បន្ទូលដល់ឯងហើយឃើញថាឯងជាមនុស្សភូតផលទូលបង្គំបានសូមសេចក្តីពីរប្រការពីទ្រង់សូមកុំខាននឹងប្រទានសេចក្តីទាំងពីរនោះដល់ទូលបង្គំឡើយមុនដែលទូលបង្គំស្លាប់ឡើយគឺសូមកំចាត់សេចក្តីភូតផលនិងពាក្យកុហកឲ្យឆ្ងាយពីទូលបង្គំទៅហើយសូមកុំឲ្យទូលបង្គំមានសេចក្តីតល់ក្រឬជាអ្នកមានដែរសូមក្រាន់តែចិញ្ចឹមទូលបង្គំដោយអាហារដែលត្រូវការប៉ុណ្ណោះក្រែងទូលបង្គំបានឆ្អែតហើយបោះបង់ចោលទ្រង់ដោយពាក្យថាព្រះយេហូវ៉ាជាអ្នកណាណោះឬក្រែងទូលបង្គំមានសេចក្តីតល់ក្រហើយទៅជាលួយគេព្រមទាំងប្រើព្រះនាមនៃព្រះជាទីមើលងាយផងកុំឲ្យនិយាយបង្កាច់បាវបំរើដល់ចៅហៅវាឡាយក្រែងគេជេរឯងហើយឯងជួបមានទោសវិញមានសម័យមួយដែលមនុស្សហ៊ានជេរដល់ឪពុកខ្លួនហើយមិនឲ្យពរដល់ម្ដាយផងមានសម័យមួយដែលមនុស្សមើលខ្លួនឯងស្មានតែបរិសុទ្ធប៉ុន្តែគេមិនទាន់បានលាងជម្រះសេចក្តីស្មោកគ្រឹករបស់គេចេញនៅឡើយទេមានសម័យមួយដែលមនុស្សមានរឹកខ្ពស់យ៉ាងណាណោះហើយមានភ្នែកឆ្មើងឆ្មៃផងមានសម័យមួយដែលមនុស្សមានធ្មេញដូចជាដាវហើយមានថ្ងាមដូចជាកាំបិតដើម្បីកម្មស៊ីមនុស្សទាល់ក្រឲ្យបាត់ចេញពីលើផែនដីទៅព្រមទាំងពួកកំសត់ទុកគុតពីកណ្ដាលចំណោមមនុស្សលោកផងឆ្លៀងមានកូនញីពីរវាស្រែកថាចូលឲ្យមកចុះមានសេចក្តី3មុខដែលមិនចេះស្កប់ចិត្តក៏មាន4ផងដែលមិនចេះថាល្មមនោះឡើយគឺស្ថានឃុំប្រលឹងមនុស្សស្លាប់មួយពួកស្ត្រីអាមួយដីដែលមិនបានទឹកជោកមួយហើយនឹងភ្លើងដែលមិនចេះថាល្មមហើយមួយដែរឯភ្នែកដែលចំអកដល់ឪពុកហើយប្រមាថមើលងាយមិនស្ដាប់បង្គាប់ម្ដាយនោះក្អែកនៅច្រកភ្នំនឹងចាក់ភ្នែកនោះចេញហើយថ្មាតនឹងចិញ្ចែងស៊ីទៅមានសេចក្តី3មុខដែលអស្ចារ្យហួសគំនិតខ្ញុំក៏មាន4ផងដែលខ្ញុំរកស្គាល់មិនបានគឺជាដំណើររបស់ឥន្ទ្រីហើរនៅលើអាកាសមួយដំណើរនៃពស់លួននៅលើថ្មមួយដំណើរនាវាបើកនៅកណ្ដាលសមុទ្រមួយហើយដំណើរមនុស្សកំឡោះនៅចំពោះស្ត្រីក្រមុំមួយផងឯដំណើររបស់ស្ត្រីសំភឹងរមែងយ៉ាងដូចនេះគឺវាស៊ីហើយជូតមាត់រួចពោលថាខ្ញុំគ្មានធ្វើបាបអ្វីសោះមានសេចក្តី3មុខដែលធ្វើឲ្យផែនដីញ័រក៏មាន4ផងដែលផែនដីទ្រាំមិនបានគឺបាវបំរើដែលបានឡើងទៅជាស្ដេចមួយមនុស្សឥតរបបដែលបានអាហារបរិបូរណ៍មួយស្ត្រីគួរខ្ពើមដែលយកប្តីនោះមួយហើយខ្ញុំស្រីដែលជាអ្នកស៊ីមរតកចៅហៅវាមួយផងមានសត្វ4យ៉ាងដែលទួយទាបណាស់នៅលើផែនដីតែមានប្រាជ្ញាដ៏លើសលំគឺស្រមោចមួយជាពួកសត្វដែលមានកម្លាំងខ្សោយតែវាតែងតែប្រមូលទុកអាហារនៅរដូវក្តៅទុំសាយថ្មមួយជាពួកសត្វមិនសូវមានកម្លាំងទេតែវាតាំងលំនៅវានៅក្នុងរូងថ្មកណ្ដោបមួយជាពួកសត្វឥតមានស្ដេចទេតែវាលើកគ្នាចេញដោយហ្វូងជីងចក់មួយជាសត្វដែលចាប់ដោយដៃបានតែវានៅក្នុងដំណាក់ស្ដេចផងមាន3មុខដែលមានដំណើររុងរឿងក៏មាន4ផងដែលមានដំណើរយ៉ាងល្អគឺសេហៈមួយជាសត្វខ្លាំងពូកែលើសពីអស់ទាំងពួកសត្វវាមិនព្រមជៀសផ្លូវដល់សត្វណាឡើយសេះចង់បាញ់មួយពពែឈ្មោលមួយហើយមហាក្សត្រមួយ
ជាអ្នកដែលគ្មានអ្នកណាហ៊ានលើកខ្លួនទាស់ទទឹងនឹងទ្រង់ឡើយបើឯងបានប្រព្រឹត្តបែបចំគួតដោយលើកខ្លួនឲ្យឬបើឯងបានគិតគំនិតអាក្រក់នោះចូលយកដៃខ្ទប់មាត់ចុះដាប់បៀតការក្រឡុកទឹកដោះនោះធ្វើឲ្យចេញជាខ្លាញ់ហើយការចាប់មួលច្រមុះនោះធ្វើឲ្យចេញឈាមមកយ៉ាងនោះការចាក់រុកដោយក្រោធក៏នាំឲ្យមានការឆ្លុះប្រកែកគ្នាដែរ